វាសនាមានជ័យបារមីបឹងក្រុមមកពីបឹងក្រុមឯម បាទតែ ខ្សែ ក្រុម ទឹក វា ខាង ឯម កំពូលដែលចូលសែនជ័យ អី រ យ៉ា តន ណែ បុប្ផារាមត្រេកអញ្ចាញមុខកំពូលបាទចាំមើលអូខ្សែទឹកក្នុងឯកសន្តានស្រស់ល្អណាស់បឹងក្រុមបាទគឺពណ៌បៃតងខ្ចីលំអទៅដោយចុងចង្វាពណ៌សក៏ល្អទៅដោយលបឿនដែរចំណែកឯកំពូលដែលចូលសែនជ័យបុប្ផារាមក៏មានឯកសន្តានបាទពណ៌ស្លាទុំគួរឲ្យគយគុណយកតែមែនទែនស្រស់ទាំងឯកសន្តានស្រស់ទាំងលបឿនបាទសម្រាប់គូនេះយ៉ាងម៉េចហើយលោកចិត្តអើយអូយល្អដូចគ្នាណា បាទល្អដូចគ្នាអត់ អី ទាន់ អ្នក ទេ មកកពូលអីណាអ្នកមកកពូលថ្ងៃនេះដូរឯកស្ថានល្អមកលេអ្នកមកកពូល បាទ អូយអាពេកអញ្ចឹ ជួយ ង បាទ ណែឥឡូវទទួលបានជ័យជំនះហើយអ្នកមកកពូលអើយសម្រាប់គ្រឿងទី ខ្សែទឹកក្រៅកំពូលដែលចូលសែនជ័យឈ្នះបាទតែបន្តិចបន្តួចទេ 1ខាងក្រៅជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមលវាអែមបាទឥឡូវយើងមើលប៉ះគ្នានៅជើងទី2នេះតើនឹងមានការព្រួលប្រែឬយ៉ាងណាបាទដែលចូលសែនជ័យឯកសន្តានរបស់គាត់គឺពណ៌ស្លាទុំពណ៌សចំណែកឯបាទខាងបឹងក្រុមឯណោះឯកសន្តានពណ៌បៃតងចុងចង្វាពណ៌សបាទមួយផែនម្នាក់មួយពណ៌ម្នាក់បាទមួយខ្សែម្នាក់បាទលទ្ធផលចាំមើលសម្រស់បាទល្អដូចគ្នាលបឿនក៏នៅតែការចាក់យោងមកចំណុះទូកទាំងពីរបាទកំពុងតែចាក់យោងសម្ដៅមកទីព្រាត់ស្គរជេនេះកំពុងតែចាំមិនលើឡើងថាទូកណាមកដល់មុនទូកណាមកដល់ក្រោយបាទទូកមកដល់មុនគាត់ទុងស្គរទទួលទៅបាទអ្នកមកដល់ក្រោយនេះគាត់ឆ្លើយតបទៅវិញបាទឥឡូវយើងបន្តមើលនៅខ្សែទៅខាងក្នុងបាទកំពូលទៅចូលសែនជ័យជើងទី1ល្អណាជើងទី2អាចយ៉ាងម៉េចដែរជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមអ្នកលវាអែមល្អសម្រាប់ជើងទី2នេះល្អមែនតើបាទឥឡូវនេះយើងឃើញថាអត់ទេប្រហែលជាមិនតាន់ទេមិនឲ្យអ្នកព្រេងចាញ់អើយបាទការវុធាបាទមិនឲ្យ បាទជើងទី2នេះបាទចែកគ្នាឈ្នះ គ្នាមួយជើងម្នាក់ឈ្នះបាទជើងទី1នោះកំពូលដែលចូលសែនជ័យដែលមកពេញចាញនោះបាទគឺគាត់ឈ្នះតែมันជាច្រើនប្រមាណនេះឥឡូវនេះបឹងបារមីឯកមានជ័យជើងទី1មិនបានទទួលជ័យជំនះជាមួយនឹងបុប្ផាសួស្ដីធិបតីតេជះទេបាទអូបាទចាំមើលតើយ៉ាងម៉េចដែរ បាទទៀងមកគាត់ឧបត្ថម្ភថែមបង បាទនោះនៅខាងក្រោយបាទឥឡូវយើងបន្តទស្សនាគូបាទជាបន្តបាទលោកគ្រូបានជម្រាបជូនហើយណាបុប្ផាសួស្ដីធិបតីតេជះជើងទី1នៅក្រៅទទួលបានជ័យជំនះឥឡូវបដូរមកខាងក្នុងវិញឯកស្ថានចម្រុះពណ៌គ្នាបាទបៃតងមកកណាត់ទៅបាទរៀងស្លាទុំមកកណាត់ពណ៌មាសតិចណាបាទប៉ិននេះនៅឡើយទេចំណែកឯបារមីឯកមានជ័យបដូរទៅខាងក្រៅប្រហាក់ប្រហែលគ្នាទេបាទមកលើកគ្នាបាទយើងមើលបាទសកម្មភាពនៃការចាក់យោងទាំងអស់បាទគឺស្មើគ្នាបាទគេហៅថាក្បាច់ចាក់ចែវអមនេះជាមួយនឹងសកម្មភាពបាទល្អលឿនណាស់ដនេះខាងក្នុងដបាទបុប្ផាសួស្ដីធិបតីតេជះកំពុងតែដកអើយអាចដែរបារមីឯងមានជ័យយ៉ាងម៉េចទេបារមីឯងថែមលេងដកអើយតនឬមិនតនតនអើយអត់ទេអូអត់ទេអត់ទេខាងក្រៅមើលឯកបន្តិចតួចបាទបន្តិចតួចទេសម្រាប់បារមីឯកមានជ័យមួយសកុង2សកុងបាទចាំមើលយឺតបាទតាមរូបភាពយឺតបាទគឺខ្សែបាទឥឡូវយើងបន្តបាទទស្សនាគូជាបន្តទៀតបាទគូជាបន្តបាទគូទី35បាទគូទី35បាទមកហើយម្ចាស់ផ្ទះមកហើយគេមកហើយពីឧស្សាហ៍ទៅចូលសែនជ័យមកហើយខ្សែទៅខាងក្នុងបាទការពីជើងទី1គឺចាញ់មហិទ្ធិរិទ្ធណាឥឡូវយើងទី2នេះមិនថាវិការឧបត្ថម្ភបន្ថែមមកឈ្នះមួយលានណា
កុំឲ្យខកខានណាកុំឲ្យបាត់អាការមហិទ្ធិរិទ្ធកំផែងបាទជ័យបារមីវត្តស្វាយអណ្ដែតបាទអ្នកលខោនខោលបាទឥឡូវចាក់យោងមកឥឡូវដូចជារៀងនាំមុខបន្តិចតួចហើយខាងលខោនខោលបាទស្វាយអណ្ដែតនេះបាទចាំមើលយ៉ាងម៉េចយ៉ាងម៉ាបាទឥឡូវយើងបន្តមើលដែរមកដល់ទីនេះចាក់យោងដូចថ្ងៃដែរបាទម្ចាស់ផ្ទះហូមួយមើលភ្ញៀវហូមួយដែរមកបាទឥឡូវនេះយើងឃើញហើយពីជ័យវង្សាទៅចូលសែនជ័យខ្សែទៅខាងក្នុងកំពុងចាញ់បងហើយមិត្តរិទ្ធកំប្លែងជ័យបារមីវត្តស្វាយអណ្ដែតល្អណាស់អូសាទរផងព្រះគុណម្ចាស់ជាបន្ទឿនខ្ញុំកណាអបអរបាទឈ្នះទាំងពីរជើងមហិទ្ធិរិទ្ធបងប្អូនខាងវត្តស្វាយអណ្ដែតបាទគឺទទួលជ័យជំនះទាំងពីរជើងតែម្ដងបាទលោកចៅសកាត់ប៊ុនផៃក៏សប្បាយរីករាយព្រមទាំងបងប្អូនយើងនៅស្វាយដែរបាទកីឡាជាអញ្ចឹងមកក៏ថ្លែងអំណរគុណបាទថ្វាយពពព្រះអង្គក៏ដូចជាលោកចៅសកាត់ក៏ដូចជាបងប្អូននៅសកាត់សារកាកែវបាទវត្តស្វាយដែរបាទដែលជាមណ្ឌលល្ខោនខោលវប្បធម៌ជាតិរបស់ប្រជាជាណាចក្រកម្ពុជាដែលមានពីយូរលោកមកបាទគឺនៅក្នុងប្រទេសកម្ពុជាយើងគឺមានតែមួយកន្លែងទេបាទខ្ញុំបានទៅដល់ផ្ទាល់បាទបាទសូមជម្រាបជូនទូកអន្តរាជដែលជះវត្តមាត់កសាសឡើងទៅលើយើងអុំមួយជើងទៀតណាបាទជាមួយនឹងនារីឧត្តមបារមីមានឯកជផាសួរស្ដីតបដីបាទកំផែងមហិទ្ធិរិទ្ធបាទកំផែងជ័យបារមីវត្តស្វាយអណ្ដែតជាមួយនឹងបច្ច័យវង្សាដែលចូលសែនជ័យប៉ុន្តែមិនមែនគូទេយើងចាប់ឆ្នោតបន្តបាទដែលជាគូឯក top 10ណាបាទសូមទៅលើបាទទៅសម្រាប់ខាងលើទៅបាទទូកដែលខ្ញុំហៅឈ្មោះមិញយើងទៅសម្រាប់ខាងលើទៅបាទចំណោះទូកបាទក្រុមថ្នាក់ដឹកនាំទូកបានជម្រាបជូនគាត់ហើយណាបាទដឹងហើយ10ទូកនេះគឺត្រូវអុំមួយជើងទៀតដើម្បីស្វែងរកជើងឯកក្រៅពីនឹងគឺនៅមុខនេះដើម្បីបាទនៅនិយាយមួយខ្ញុំស្ដាប់គ្នាយើងសប្បាយមួយគ្នាណាបងណាបាទទាំងអស់គ្នាបាទក៏សូមអបអរសាទរជាមួយនឹងមហិទ្ធិរិទ្ធកំហែងជ័យបារមីស្វាយដែរបាទដោយខ្ញុំបានប្រកាសចឹងអាយដាមឆៃសវណ្ណរិទ្ធនិងលោកជំទាវបញ្ជាក់ឲ្យជើងទី1ឈ្នះ1លានឥឡូវហ្នឹងឈ្នះទៀតថែមបាន1លានទៀតបាទកុំភ្លេចបាទកុំភ្លេចនឹងបាទអបអរសាទรงើបឈរអធិប្បាយហ្មងគូផ្សេងបាទសំលេងហូរក្រាស់ៗដល់គ្នាមួយបាទឥឡូវនេះជាមួយសៀសែនជ័យបាទជាមួយនឹងស្រីសគ្រាន់តែដូរខ្សែទឹកគ្នាទេបាទទូកងវែងដូចគ្នាចំណោះដូចគ្នាឯកស្ថានដូចគ្នាលបឿនមិនដូចគ្នាទេសៀសែនជ័យបារមីដែលជះខ្សែទឹកខាងក្នុងជើងទី1ទទួលបានជ័យជំនះចំណែកឯស្រីសនោះក៏ដូរទឹកខ្សែទឹកខាងក្រៅឥឡូវយ៉ាមើលលបឿនយ៉ាងម៉េចបាទអូហូកលែងខ្លួនល្អណាស់ណាបាទសៀសែនជ័យបារមីដែលជះកំពុងតែចាក់កលែងខ្លួនចំណែកឯស្រីសបាទស្ងប់ស្ងាត់មួយញាប់ឥឡូវយ៉ាងម៉េចដែរលោកគ្រូជួយគ្នាណាខាងណាខាងនេះបាទនៅខាងលើជួយគ្នាបាទយ៉ាងម៉េចស្រីសលោកស្រីយ៉ាងម៉េចហើយបាទរៀងឆ្ងាយដែរហ្នឹងស្រីសបាទយ៉ាងម៉េចហើយបាទអូហូខាងក្រៅហើយស្រីសខ្ញុំប្រាប់ថាឲ្យថែមក្រែមម្សៅឥឡូវថែមទៅលឿនបាទអូយអត់ដាច់មកសកត់ជាប់បាទតោងជាប់ចុងក្រោយបាទសំខាន់បំផុតបាទមិនឲ្យដាច់បាទឥឡូវយើងទីទេមើលភាពរូបភាពយឺតប៉ុន្តែឥឡូវអត់ទាន់ទេមើលគូមួយគូទៀតណាមហាឡាក្រុម
ការបញ្ជើងទី1នៅខ្សែទឹកខាងក្នុងទទួលបានជ័យជំនះឥឡូវបដូរទៅខាងក្រៅមហានសាយផ្លោះគាត់នៅខាងក្នុងឯកស្ថានពណ៌ក្រហមបាទកំពុងតែចាក់យោងលឿនណាបាទយ៉ាងម៉េចហើយសម្រាប់ជើងទី2បាទជើងទី2បន្ទាប់ពីជើងនេះបុកធរវេលាឲ្យឡើងទៅមួយជើងទៀតបាទអូយបានសាយហាក់ដូចជាថប់ថយកម្លាំងហើយឥឡូវនេះបាទមហាខ្លាក្រហមក្នុងបន្ថែមលបឿនល្អមែនតើបាទអ្នកបាធាយកំពុងចាមលោកគ្រូអើយចាប់ឲ្យខាងលោកគ្រូឈ្នះបាយ ខ្លាក្រហឹមស្រុកបាធាយបាទលឿនណាបាទគឺនៅតែទទួលជ័យជំនះសម្រាប់មហាខ្លាក្រហឹមដែលមកពីខាងបាធាយបាទនៅឃុំសដែកខ្លាក្រហឹមហ្នឹងនៅឃុំសដែកបាទស្រុកបាធាយបាទឥឡូវខ្ញុំជម្រាបជូនទូកដែលត្រូវឡើងទៅលើវិញបាទអ៊ំបណ្ណាំងបន្តណាបាទអត្តរាជបាទដែលជះវត្តមាត់កសាសសូមអញ្ជើញឡើងទៅលើនារីឧត្តមឡើងទៅលើបាទមហិទ្ធិរិទ្ធកំផែងជ័យបារមីវត្តស្វែងអណ្ដែតឡើងទៅលើបាទវិជ័យវង្សាតេជោសានជ័យឡើងទៅលើបារមីឯកមានជ័យបុផាសួរគ្នាទៀតបាទខ្សែទឹកខាងក្នុងសីសសុកសែនជ័យឯកស្ថានពណ៌បៃតងចំណែកឯខ្សែទឹកខាងក្រៅបាទគឺមហានសាយផ្លោះឯកស្ថានពណ៌ក្រហមរំលេចដោយយាវ៉ាពណ៌សឥឡូវមកហើយបាទយ៉ាងម៉េចហើយកំពុងតែចាក់យោងល្អណាបាទឥឡូវយ៉ាងម៉េចចាំមើលមកដល់មុខពលាជ័យមុខវេទិកាបាទកិត្តិយសរបស់យើងតើទុកណាឥឡូវឃើញថាសាយផ្លោះនាំមុខបន្តិចបន្តួចបាទសាយផ្លោះកំពុងនាំមុខបន្តិចបន្តួចបាទសាយអើយមិនអាយផ្លោះលឿនបាទស្រីសតាមហើយស្រីសបាទនិយាយឲ្យហើយតាស្រីសតាមមិនទាន់បានន័យថាសាយអត់ចាប់អារម្មណ៍អីយ៉ាឡើងហើយអើយឡើងហើយមិនអាយសាយយើងល្អមើលម្លេះបាទឥឡូវយើងអីយ៉ាឥឡូវមកខាងណាខាងនេះអូខ្លាក្រហឹមខ្លាក្រហឹមអូឲ្យសន្សាយជួបស្រីសគាត់ឧបត្ថម្ភ 1000 4 លានបាទហ្នឹងហើយមហាខ្លាក្រហឹមគាត់មកតែឯងបាទមហាខ្លាក្រហឹមគាត់មកតែឯង